ចឹងដើម្បីធ្វើការបញ្ចូលកាតឡានក្រុងឬក៏បញ្ចូលលុយរថភ្លើងសម្រាប់យើងជិះហ្នឹងគឺយើងចូលមកទូកន្លែងបញ្ចូលលុយយើងបន្ទាប់មកយើងមើលចំណុចកន្លែងគេដាក់ថាខ្ជូធុងខាធឺអូលីនឿនគាត់យើងដាក់កាតយើងចូលមកប្រភេទកាតឡានក្រុងនិងកាតរថភ្លើងតោះអញ្ចឹងយើងដាក់ចូលបាទពេលដែលយើងដាក់ចូលហើយយើងមើលចំនួនលុយអានេះជាចំនួនលុយដែលយើងនៅសល់ក្នុងកាតហើយអានេះជាចំនួនលុយដែលយើងត្រូវបញ្ចូលយើងចង់បញ្ចូលប្រហែលយើងដាក់ចុចយកដៃយើងចុចលើលេខរៀងនោះមកឧទាហរណ៍ថាខ្ញុំបញ្ចូល 10000 អញ្ចឹងខ្ញុំចុចលើ 10000 បាទបន្ទាប់មកគេនឹងប្រាប់យើងថាឲ្យយើងដាក់លុយអញ្ចឹងនេះកន្លែងចំនួនដាក់លុយកន្លែងយើងដាក់លុយយើងធ្វើការដាក់លុយចូលមកបាទអញ្ចឹងគេពងដំណើរការបញ្ចូលលុយឲ្យយើងហើយបាទអញ្ចឹងគេបានបញ្ចូលលុយយើងហើយអញ្ចឹងយើងអាចទាមទារយកវិក័យប័ត្របានយើងចុចយកវិក័យប័ត្រមកបាទអញ្ចឹងអានេះវិក័យប័ត្រដែលយើងបញ្ចូលលុយមិញហ្នឹងចំនួនទឹកលុយយើងបានបញ្ចូលចំនួន 10000 ហើយបន្ទាប់មកអត់អីទេយើងចប់ហើយយើងគ្រាន់តែដកកាតយើងចេញមកយើងអាចប្រើបានហើយបើយើងចង់ឆែកមើលចំនួនលុយយើងមានប្រមាណយើងដាក់កាតភាសាទៀតទៅយើងអាចឆែកមើលលុយដែលយើងមានចាំតិចយើងដាក់កាតចូលមកនេះយើងឃើញចំនួនទឹកលុយដែលយើងបញ្ចូលមុនខ្ញុំមាន 10000 ហើយខ្ញុំដាក់ថែម 10000 ទៀតអញ្ចឹងវាឡើង 20000 អញ្ចឹងអរគុណបាយបាយមានតែប៉ុណ្្នឹង